ឥឡូវយើងចំណាយពេលយូរហើយក្នុងការអាំងឥឡូវយើងមកមើលបើកមើលជាមួយនឹងត្រីរបស់យើងឃើញថាអូហូឃើញថាត្រីរបស់យើងគឺឆ្អិនហើយបាទគឺថាភីនៅចំហាយនៅក្លិនឈ្ងុយជាមួយនឹងគ្រឿងដែលយើងបានបលាក់ហ្នឹងគឺថាឈ្ងុយតែម្ដងឥឡូវនេះយើងអាចលើកយកមកបរិភោគបានហើយបាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកយកបង្ហាញនៅមុខម្ហូបមួយប្រភេទដែលជាលក្ខណៈម្ហូបសាមញ្ញសម្រាប់បងប្អូនប្រជាពលរដ្ឋនៅស្រុកស្រែចំការណាគឺថាម្ហូបលក្ខណៈយើងខ្ចប់កូនត្រីល្អិតៗណាដូចជាត្រីចំប៉ាត្រីកំពឹសហ្នឹងយើងពួកខែនេះគឺខែភ្លៀងសម្បូរទឹកអញ្ចឹងសម្បូរកូនត្រីល្អិតៗហ្នឹងគឺយើងមិនដឹងនិយាយធ្វើម្ហូបអីដើម្បីទទួលទានឆ្ងាញ់អញ្ចឹងមានតែយើងធ្វើមុខម្ហូបមួយដែលហៅថាខ្នប់ណាអញ្ចឹងខ្នប់ហ្នឹងគឺយើងធ្វើលក្ខណៈយើងបុកគ្រឿងលាយជាមួយនឹងអំបិលម្ទេសប៊ីចេងមានជូរកសាំងមានម្រះប្រយទៅយើងបុកល្អិតទៅយើងច្បល់ជាមួយនឹងកូនត្រីហ្នឹងហើយយើងខ្ចប់ជាមួយស្លឹកចេកដើម្បីយើងយកទៅអាំងណាតោះដើម្បីកុំឲ្យខាតពេលយើងទស្សនាវីដេអូនៃការរបៀបធ្វើមុខម្ហូបទាំងអស់គ្នាបាទសូមអញ្ជើញទស្សនាបាទដំបូងយើងធ្វើការលាងសម្អាតត្រីឲ្យច្រើនទឹកមកបាទយើងដាក់ទឹកចូលក្នុងកូនចាន់ដែកបន្ទាប់មកយើងចម្រោះវានៅក្នុងកញ្ច្រែងឲ្យបានស្អាតជៀសវាងការជាប់ជាមួយនឹងសម្រាមតូចយើងត្រូវបេះឲ្យស្អាតព្រោះថាត្រីតូចវានឹងងាយនឹងជាប់នឹងកម្ទេចសម្រាមតូចដែលយើងពិបាកមើលអញ្ចឹងយើងត្រូវលាងវាឲ្យច្រើនទឹកដើម្បីធានាថាវាបានស្អាតដើម្បីយើងយកទៅធ្វើម្ហូបបាទចំពោះគ្រឿងផ្សំគឺអត់មានអីច្រើនទេគឺមានម្ទេសមានខ្ទឹមមានអំបិលមានប៊ីចេងមានកសាំងហើយមានរះព្រៅបន្ទាប់មកយើងដាក់គ្រឿងផ្សំខាងលើហ្នឹងចូលក្នុងត្បាល់ហើយបន្ទាប់មកយើងធ្វើការបុកឲ្យល្អិតទាំងខ្ទឹមទាំងម្ទេសទាំងអំបិលប៊ីចេងហ្នឹងយើងបុកឲ្យល្អិតមកបាទបុកឲ្យល្អិតឲ្យសព្វណាហើយធ្វើម៉េចភ្លក់មកល្មមរសជាតិដែលយើងត្រូវការរសជាតិដែលយើងចង់បានណាបាទបុកឲ្យល្អិតណាបាទបន្ទាប់ពីយើងបុកល្អិតហើយយើងធ្វើការបាជាមួយនឹងអំបិលដែលយើងបុកអំបិលម្ទេសហ្នឹងបាទដាក់ចូលក្នុងចានឲ្យស្អាតណាយើងគ្រាន់ទុកប្រឡាក់ជាមួយនឹងកូនត្រីដែលយើងបានលាងសម្អាតជាច្រើនទឹកហើយគឺថាស្អាតហើយយើងបានអំបិលម្ទេសនេះទុកមួយឡែកមកបាទគ្រឿងដែលយើងបានបុកល្អិតហើយយើងបានទុកមួយឡែកហ្នឹងយើងត្រូវយកមកដាក់ជាមួយនឹងច្បល់លីជាមួយនឹងកូនត្រីដែលយើងបានលាងសម្អាតខាងដើមហ្នឹងយើងធ្វើម៉េចយើងយកមកលីគឺកូរឲ្យសព្វសាច់ជាមួយនឹងត្រីហ្នឹងឲ្យចូលជាតិណាអំបិលគ្រឿងផ្សំរបស់យើងហ្នឹងគឺម៉េចគឺយើងលាយច្បល់ឡើងឲ្យរាងជូរបន្តិចមកដើម្បីឲ្យត្រីហ្នឹងវាចូលជាតិជាមួយគ្រឿងដែលយើងបានល្អបាទលាយឲ្យសព្វណាមិនកុំឲ្យមានអំបិលម្ទេសឬក៏គ្រឿងរបស់យើងហ្នឹងលក្ខណៈនៅដុំអញ្ចឹងយើងកូរឲ្យសព្វរយៈពេលទៅ5ទៅ10នាទីណាកូរធ្វើម៉េចហើយយើងកូរថ្នមកុំកូរខ្លាំងពេកយើងកូរខ្លាំងពេកវាអាចធ្វើឲ្យត្រីហ្នឹងបែកពុះអាចទៅវាធ្វើឲ្យវិញណាthì យើងកូរវាថ្នមធ្វើមិនឲ្យសប់ជាមួយនឹងគ្រឿងហ្នឹងបើយើងធ្វើការបង្កាត់ភ្លើងជាមួយនឹងចន្លោះហើយជាមួយនឹងចំណាំងឈើតូចៗដែលយើងបានចិត្តចាំងវាដើម្បីងាយស្រួលបង្កាត់
បង្កាត់ភ្លើងដើម្បីយើងយករងើកភ្លើងបើមានរងើកទៅយើងអាចមានធ្យូងយើងដាក់ធ្យូងមកយើងបង្កាត់ភ្លើងឲ្យឆេះយើងដាក់ធ្យូងបង្កាត់វាដើម្បីឲ្យវាកាត់មកដើម្បីយើងធ្វើការអាំងកូនត្រីហ្នឹងឲ្យបានឆ្អិនល្អបាទយើងកាត់ស្លឹកចេកមួយធាងមកហើយយើងធ្វើការរោលស្លឹកចេកហ្នឹងឲ្យវាឆ្អិនដើម្បីកុំឲ្យវាបែកណាពេលដែលយើងបត់ខ្ចប់ទៅវាបែកអញ្ចឹងយើងធ្វើការរោលឬក៏កម្ដៅស្លឹកចេកហ្នឹងឲ្យវាឆ្អិនបន្ទាប់មកយើងដាក់ត្រីកូនត្រីបើយើងនៅលីគ្រឿងជាមួយនឹងបើម្ទេសជាមួយនឹងឯគ្រឿងបើយើងដាក់ចូលនៅក្នុងស្លឹកចេកហ្នឹងហើយយើងវេចរៀបឲ្យស្អាតមកណាយើងធ្វើការបត់ស្លឹកចេកហ្នឹងឲ្យទៅជាខ្នប់ឲ្យស្អាតមកហើយយើងបត់ថ្មីកុំឲ្យលហែកស្លឹកចេកទេណាកាលណាលហែកវានឹងធ្លាយទឹកគ្រឿងជាមួយនឹងត្រីហ្នឹងវាធ្លាយចូលជាមួយនឹងភ្លើងធ្វើឲ្យភ្លើងយើងអាចជារលត់ណាជាងបត់តាមរូបវីដេអូហ្នឹងមកណាបត់ថ្មីឲ្យស្អាតហើយចាំយើងយកទៅដាក់អាំងបាទឃើញថាភ្លើងយើងបានកាត់ហើយមានរងើកភ្លើងឆេះសន្ធោសន្ធៅហើយយើងធ្វើការដាក់ចង្អើរអាំងមកយើងធ្វើការដាក់ចង្អើរហើយយើងធ្វើការដាក់ខ្នប់ដែលជាយើងខ្ចប់ជាមួយនឹងកូនត្រីនឹងស្លឹកចេកហ្នឹងយើងដាក់អាំងពីលើភ្លើងហ្នឹងមកយើងអាំងរយៈពេលពី15ទៅ20នាទីអីគឺឆ្អិនល្អហើយបាទយើងអាំងមើលតាមវីដេអូហ្នឹងទៅយើងអាំងយើងធ្វើការប្រែត្រឡប់ចុះត្រឡប់ឡើងក្នុងមួយផ្នែកឬក៏មួយម្ខាងហ្នឹងយើងធ្វើការទុកវារយៈពេល3ទៅ5នាទីដើម្បីឲ្យវាឆ្អិនម្ខាងឲ្យល្អសិនបាទសិមយើងត្រឡប់ទៅម្ខាងទៀតឥឡូវយើងចំណាយពេលយូរហើយក្នុងការអាំងឥឡូវយើងមកបើកមើលជាមួយនឹងត្រីរបស់យើងឃើញថាអូហូឃើញថាត្រីរបស់យើងគឺឆ្អិនហើយបាទថាភីនៅចំហាយនៅក្លិនឈ្ងុយជាមួយនឹងគ្រឿងដែលយើងបានបន្លាហ្នឹងគឺថាឈ្ងុយតែម្ដងឥឡូវនេះយើងអាចលើកយកមកបរិភោគបានហើយបាទ